សួស្តីប្រិយមិត្តអ្នកស្ដាប់ podcast រឿងនិទានខ្មោចនៅ Channel VNK និទានរឿងដូចសពមួយដងអញ្ចឹងគឺយើងតែងតែពំនាំនៅរឿងនិទានចម្លែកឬក៏រឿងនិទានប្លែកជូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងលើកយករឿងនិទានមួយរឿងដែលមានចំណងជើងថាអាចកំបាំងអាគីខូនាពេលរាត្រីនៅក្នុងវិទ្យាល័យដ៏ធំចំណាស់មួយនៅក្នុងទីរួមខេត្តមានអគារមួយខ្នងឈ្មោះថាអគារខូដែលជាអគារឈើ2ជាន់សង់តាំងពីសម័យមុនអគារនេះត្រូវបានគេបិទចោលមិនឲ្យសិស្សចូលរៀនឡើយដោយសារតែវាមានសភាពទ្រុឌទ្រោមខ្លាំងប៉ុន្តែអ្នកភូមិជុំវិញនៅទីនោះតែងតែនិយាយតគ្នាថាមានព្រាយបិសាចកាយសាហាវនៅទីនេះថ្ងៃមួយសុភ័ក្ររតនានិងធីតាគឺជាសិស្សថ្នាក់ទី12ដែលត្រូវរៀនត្រៀមប្រឡងបាក់ឌុបដោយសារតែផ្ទះនៅឆ្ងាយហើយចង់មានពេលមើលមេរៀនជុំគ្នាពួកគេក៏បានសុំលោកគ្រូនាយកស្នាក់នៅក្នុងសាលារៀននេះមួយយប់ដើម្បីធ្វើគម្រោងក្រុមឲ្យទាន់ពេលកំណត់លោកគ្រូនាយកបានអនុញ្ញាតប៉ុន្តែលោកគ្រូបានផ្ដាំយ៉ាងម៉ឺងម៉ាត់ថាយប់ឡើងបើឮសំឡេងចេញពីអគារខូកុំទៅចង់ដឹងចង់ឃើញឲ្យសោះហើយកុំឡើងទៅជន់លើបង្អស់គេនៃអគារនោះម្នាក់ឯងនៅពេលយប់អាត្រាតនៅម៉ោង11យប់សាលារៀនទាំងមូលងងឹតស្លុបតែមានពន្លឺអំពូលម៉ែត្រមួយនៅក្នុងបន្ទប់ពួកគេតែប៉ុណ្ណោះខណៈពេលដែលកំពុងមើលមេរៀនយ៉ាងស្ងប់ស្ងាត់ស្រាប់តែមានសំឡេងម្យ៉ាងឮចេញពីជាន់ខាងលើសំឡេងដូចមាននរណាលេងគ្រាប់ឃ្លីនៅលើឥដ្ឋការ៉ូរតនាសើចហើយនិយាយលេងថាប្រហែលជាកណ្ដុរលេងឃ្លីហើយទេដឹងឬក៏ខ្មោចសិស្សចំនួនមុនចង់រៀនជាមួយយើងដែរធីតាបានបន្ទោថាកុំនិយាយលេងសើចផ្ដេសផ្ដាសរតនាទីនេះស័ក្តិសិទ្ធិណាស់មិនយូរប៉ុន្មានសំឡេងនោះកាន់តែឮខ្លាំងឡើងរហូតដល់ឮសំឡេងដូចមនុស្សអូសកៅអីសំឡេងនោះអូសចុះអូសឡើងឮចំពីលើក្បាលពួកគេតែម្ដងដោយសារភាពឆ្ងល់និងចង់បង្ហាញថាខ្លួនមិនខ្លាចសុភ័ក្របានកាន់ពិលរួចបបួលមិត្តភ័ក្តិទាំងពីរឡើងទៅលើខត់យ៉ាងណាក៏ពួកគេនៅតែមិនស្ដាប់ពួកគេដើរឡើងចន្ទើឈើហើយឮសូរសំឡេងគ្រឹតរាល់ពេលដែលជន់ពីលើនៅពេលទៅដល់ជាន់លើបរិយាកាសកាន់តែត្រជាក់ស្រេបតាមរយៈពន្លឺពិលពួកគេបានឃើញបន្ទប់រៀនមួយដែលបើកទ្វារចំហបន្តិចនៅពេលរុញទ្វារចូលទៅពួកគេឃើញកៅអីមួយកំពុងងើដោយខ្លួនឯងដូចជាមានមនុស្សទៅតែងើបចេញពីទីនោះរំពេចនោះពិលរបស់សុភ័ក្រចាប់ផ្ដើមភ្លេចនៅក្នុងភាពងងឹតនោះពួកគេបានឃើញស្រមោលសិស្សស្រីម្នាក់ឆ្លៀកពាក់ឯកសណ្ឋានសាលាអាវសសំពត់ខៀវអង្គុយនៅតុចុងគេបង្អស់នាងកំពុងអោនមុខសរសេរអ្វីមួយយ៉ាងលឿនធីតាភ័យដល់ថ្នាក់យំស្រីម្នាក់នោះងើបមុខឡើងយឺតប៉ុន្តែអ្វីដែលរន្ធត់បំផុតនោះគឺនាងគ្មានភ្នែកឡើយមានតែប្រហោងខ្មៅងងឹតនិងឈាមហូរស្រក់លើសៀវភៅនាងលើកដៃដែលស្លេកស្លាំងចង្អុលមកពួកគេរួចនិយាយដោយសំឡេងស្អកសំឡេងនោះនិយាយថាជួយរកឲ្យខ្ញុំផងពួកគេទាំង3នាក់រត់ត្រឡប់មកបន្ទប់វិញយ៉ាងលឿនរួចបិទទ្វារចាក់សោជិតឈឹងយប់នោះគ្មាននរណាម្នាក់ហ៊ានគេងលក់ឡើយពួកគេសូត្រធម៌យំផងរហូតដល់ភ្លឺព្រឹកឡើងពួកគេបានទៅជួបលោកគ្រូនិងសន្តិសុខដែលនៅទីនោះយូរឆ្នាំបន្ទាប់ពីស្ដាប់រឿងរ៉ាវរួចលោកគ្រូដកដង្ហើមធំរួចនាំពួកគេទៅកាន់ជញ្ជាំងចាស់នៅខាងក្រោយអគារខូទីនោះមានកន្លែងមួយដែលដីហាក់ដូចជាខុបចូលក្នុងលោកគ្រូប្រាប់ថាកាលពី20ឆ្នាំមុនមានសិស្សស្រីម្នាក់ឈ្មោះសុចិតាជាសិស្សស្រីពូកែណាស់ប៉ុន្តែត្រូវគេសម្លាប់ប្លន់យកគ្រឿងអលង្ការរួចសពរបស់នាងលាក់នៅក្នុងបរិវេណសាលានេះរហូតមកដល់ពេលនេះគេនៅមិនទាន់រកសពនាងឃើញដើម្បីធ្វើបុណ្យឲ្យបានត្រឹមត្រូវនៅឡើយទេដោយសារមានការសហការពីសមាជិកនិងសាលាគេបានកាយដីនៅចំណុចនោះហើយក៏រកឃើញគ្រូឆ្អឹងសិស្សស្រីនោះមែនព្រមទាំងមានការសម្គាល់ខ្លួនសិស្សទៀតផងបន្ទាប់ពីធ្វើបុណ្យឧទ្ទិសកុសលរួចរាល់យប់មួយសុភ័ក្របានយល់សុបិនឃើញសុចិតានាងបានហុចសៀវភៅមួយក្បាលឲ្យគេដែលក្នុងនោះសរសេរថាអរគុណមិត្តភ័ក្តិដែលជួយខ្ញុំឲ្យបានត្រឡប់ទៅផ្ទះវិញចាប់ពីពេលនោះមកសំឡេងគ្រាប់ឃ្លីនិងសំឡេងអូសកៅអីនៅសាលារៀននោះក៏បាត់ស្រមោលជារៀងរហូត